ប្រវត្តិនៃខេត្តពោធិ៍សាត់ពោធិ៍សាត់គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន25របស់ប្រទេសកម្ពុជាខេត្តនេះមានផ្ទៃដីសរុប 12,692 គីឡូម៉ែត្រការ៉េស្ថិតនៅក្នុងភាគខាងលិចនៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងកំពង់ស្ពឺកោះកុងនិងខេត្តបាត់ដំបងបច្ចុប្បន្ននៅមានពលរដ្ឋមួយចំនួនលំបាកក្នុងការកំណត់យកនិយមន័យនៃអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់និងការសរសេរឈ្មោះខេត្តមួយនេះឲ្យបានត្រឹមត្រូវតើខេត្តពោធិ៍សាត់មានប្រវត្តិបែបណាមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តពោធិ៍សាត់បានលើកយកឯកសារសម្អាតចំនួន2ក្នុងការឲ្យនិយមន័យនិងសរសេរឈ្មោះខេត្តពោធិ៍សាត់គឺទី1វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតនិងទី2សៀវភៅក្នុងកម្ពុជាសូយ៉ាដែលបោះពុម្ពនៅឆ្នាំ2003យោងតាមឯកសារទាំងពីរនេះបញ្ជាក់ថាខេត្តពោធិ៍សាត់គឺជាពាក្យរបស់ខេត្តនេះមិនមែនពោធិ៍សាត់នោះទេប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈលោកស្លាចមេងលីមានប្រសាសន៍ថាការឲ្យនិយមន័យនិងសរសេរឈ្មោះខេត្តពោធិ៍សាត់ខុសគឺជាកំហុសនៃការកែប្រែជាបន្ទាន់ដើម្បីឲ្យកុំឲ្យក្មេងជំនាន់ក្រោយភ័ន្តច្រឡំលោកនឹងព្យាយាមកែតម្រូវឲ្យមានការសរសេរឈ្មោះឬឲ្យនិយមន័យពីរបីទាក់ទងនឹងខេត្តពោធិ៍សាត់ស្រេចតែមនុស្សឃើញនោះទេដោយរាប់ទាំងការសរសេរនៅលើផ្លាកលេខតូជាដើមអញ្ចឹងឈ្មោះខេត្តពោធិ៍សាត់មិនមែនជាពាក្យអាទិទេពអីទេគឺស្រង់ចេញពីបាលីពោឈ្មោះដើមពោនិងរស័ត្វអញ្ចឹងពាក្យនេះគេអានពីម៉ាត់គឺពោធិ៍សាត់បច្ចុប្បន្នគេសរសេរជាផ្លូវការនៅក្នុងផែនទីគេដាក់ពោធិ៍សាត់ពាក្យនឹងត្រឹមត្រូវតែបើនរណាពោខុសហើយអញ្ចឹងផ្លាកលេខម៉ូតូនៅថ្ងៃអនាគតមន្ត្រីវប្បធម៌នឹងស្នើទៅក្រសួងសាធារណការនិងដឹកជញ្ជូនសូមឲ្យកែប្រែឡើងវិញការពីព្រេងញីមានដំណើរថាមានដើមពោមួយធំរសាត់ច្រាសទឹកដ៏ប្លែកឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅចងតែមិនជាប់ហើយបន្តរសាត់ដល់កន្លែងមួយត្រង់ខាងមុខនៃប្រាសាទព្រះខ័នរសាត់មកដល់ទីនេះព្រះសង្ឃនិងអ្នកស្រុកបានរៀបចំគ្រឿងពេលពលិកាបូជាទៀនធូបការភ្ញីដោយអធិដ្ឋានបួងសួងសុំយាងដើមពោដើម្បីប្រតិដ្ឋានដាំទុកនៅទីនោះព្រះសង្ឃបានយកខ្សែអំបោះ7សរសៃទៅចងដើមពោរួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោស្រាប់តែដើមពោនោះត្រូវបានអ្នកស្រុកតាមជំរាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័នដោយបានងាយអ្នកស្រុកក៏ស្រែកអង្កងឡើងថាបានការហើយទួលនេះបានជាប់ឈ្មោះតួបានការតរៀងមកដែលបច្ចុប្បន្នហៅថាខាងកើតវត្តព្រះបាកានៅក្នុងទឹកដីស្រុកបាកា